สุดท้ายตรงนี้ไงที่ខ្ញុំមកនិយាយរឿងប្រាក់ខែរបស់មេឃុំចៅសង្កាត់ក៏ដូចជាជំទប់ទី1ជំទប់ទី2ចែកជូនបងប្អូនអញ្ចឹងណាអូខេមុននឹងខ្ញុំនិយាយទៅដល់ប្រាក់ខែតើមេឃុំចៅសង្កាត់បានប៉ុន្មាននៅក្នុងមួយខែដែលភាគច្រើននៅក្នុងភាសាដែលគេប្រើគឺប្រាក់បំណាច់ឬក៏ជាប្រាក់ឧបត្ថម្ភប្រចាំខែទៅដល់មេឃុំហើយនឹងចៅសង្កាត់ហើយនឹងជំទប់ណាជាជាងគេប្រើពាក្យប្រាក់ខែជាងគេប្រើពាក្យប្រាក់បំណាច់ឬក៏ប្រាក់ឧបត្ថម្ភតើគ្នាមុននឹងខ្ញុំនិយាយទៅដល់នេះបងប្អូនអាចជួយប្រាប់បានទេថាបងប្អូនដែលមើលវីដេអូខ្ញុំនេះមកពីខាងណាដែរមកពីខេត្តណាមកពីស្រុកណាឬក៏ភូមិណាដើម្បីធ្វើម៉េចឲ្យបានស្គាល់ពីបានដឹងថាទាំងអស់គ្នាមកពីណាដែរណាបាទអរគុណអញ្ចឹងនៅក្នុងប្រាក់បំណាច់ឬក៏ប្រាក់ឧបត្ថម្ភប្រចាំខែទៅដល់មេឃុំចៅសង្កាត់នេះបើសិនណាគាត់មានតួនាទីជាមេឃុំហើយទាំងអស់គ្នាដូចដឹងស្រាប់មេឃុំគាត់អាចនិយាយថាគាត់ដូចជាមន្ត្រីនយោបាយដែរណាមានន័យថាគាត់ជាប់តាមការបោះឆ្នោតហើយត្រូវបានតែងតាំងដោយបកអញ្ចឹងមេឃុំចៅសង្កាត់នេះគឺគាត់ទទួលបានប្រាក់បៀវត្សឬក៏យើងហៅថាជាប្រាក់បំណាច់ឬប្រាក់ឧបត្ថម្ភនឹងចំនួន1,345000មួយខែណា1,345000មួយខែបើគាត់ជានឹងជាមេឃុំឬក៏ចៅសង្កាត់តែបើគាត់ជាជំទប់ទី1ឬក៏ចៅសង្កាត់រងទី1គឺគាត់បានចំនួន1,5000ណា1,5000ក្នុងមួយខែតែបើគាត់ជំទប់ទី2ឬក៏ចៅសង្កាត់រងទី2គឺគាត់បាន1,5000ដូចគ្នាណា1,5000ដូចគ្នាអញ្ចឹងពីរហ្នឹងអត់មានអីខុសគ្នាបាទអញ្ចឹងនេះគឺជាប្រាក់បំណាច់ឬក៏ប្រាក់ឧបត្ថម្ភប្រចាំខែដែលគាត់ទទួលបានពីរដ្ឋាភិបាលណាពីរដ្ឋាភិបាលអញ្ចឹងកុំឲ្យឆ្ងល់ទៀតថ្ងៃក្រោយថាធ្វើមេឃុំបានអីមកធ្វើចៅសង្កាត់ជំទប់អីហ្នឹងក៏បានអីមកណាហើយចង់បញ្ជាក់បងប្អូនដែរអាចថាដូចជាភូមិវិទ្យាតិចចុះយើងហៅមេឃុំគឺសម្រាប់នៅតាមបណ្ដាខេត្តណានៅតាមបណ្ដាខេត្តអញ្ចឹងបើសិនណាចៅបើឃុំហ្នឹងស្ថិតនៅក្រោមស្រុកក្រោមខេត្តអាហ្នឹងយើងហៅថាឃុំយើងហៅមេឃុំតែបើសិនណាបើគាត់នៅក្នុងក្រុងអញ្ចឹងក្រុងវាមានខណ្ឌវាមានក្រុងវាមានខណ្ឌហើយវាមានសង្កាត់អញ្ចឹងកាលណានៅសង្កាត់នៅក្រុងយើងហៅថាចៅសង្កាត់ណាចៅសង្កាត់មិនមេឃុំទៀតទេអញ្ចឹងពាក្យពីរហ្នឹងខុសគ្នាដែរបាទអរគុណច្រើនអ្នកនរយើងជួបគ្នានៅវីដេអូក្រោយទៀតហើយបើបងប្អូនដែលមិនដែលមើលមិនដែលដឹងថា channel របស់ខ្ញុំធ្វើពីអីបងប្អូនអាចមើលវីដេអូខ្ញុំពីមុនបន្ថែមទៀតទៅបងប្អូននឹងអាចស្វែងយល់ណាអរគុណច្រើនជួបគ្នាហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងឆ្លើយទៅនឹងសំណួរផ្សេងទៀតដែលបងប្អូនបានតម្លាក់មកទន្ទឹមនឹងពេលដែលបងប្អូនដាក់ថាមកពីទីតាំងណាខ្ញុំអាចឃើញvàអាចមានការឆ្លើយគ្នាបន្ថែមទៀតអរគុណច្រើនជម្រាបលា